ខ្ញុំបានឃើញបងប្អូនផុសនៅលើបណ្ដាញសង្គម Facebook ថាភ្នំត្បែងមានកន្លែងបាក់ដីដ៏ធំមួយអញ្ចឹងខ្ញុំនៅជិតនឹងដែរខ្ញុំក៏បានជិះម៉ូតូដើម្បីទៅមើលផ្ទាល់ភ្នែកតែម្ដងឃើញថាដីពិតជាបាក់ធំខ្លាំងមែនទែនបើយោងទៅតាមសៀវភៅប្រវត្តិរបស់លោកតាសួងបើសិនជាផ្នែកណាមួយនៃភ្នំត្បែងមានបាក់ឬក៏ស្រុតនេះគឺជាប្រផ្នូលមិនល្អនោះទេជម្រាបសួរបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានឃើញនៅលើបណ្ដាញសង្គម Facebook គេបានផុសថាភ្នំត្បែងរបស់យើងមានកន្លែងបាក់ដ៏ធំមួយអញ្ចឹងដោយសារតែខ្ញុំស្ថិតនៅក្នុងស្រុកគូលែនខ្ញុំនៅគៀកជាមួយនឹងភ្នំត្បែងអញ្ចឹងខ្ញុំមកឲ្យបងប្អូនមើលទាំងអស់គ្នាតែម្ដងមកកាមេរ៉ាយើងនេះបងប្អូនទីតាំងដែលខ្ញុំកំពុងតែឈរនេះគឺស្ថិតនៅក្នុងឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារហើយចំណុចភ្នំដែលបានបាក់ខ្លាំងមែនទែននេះបងប្អូនអាចមើលបានគឺស្ថិតនៅក្នុងភូមិបោះក៏មើលនៅតាមទូរស័ព្ទបងប្អូនអាចនឹងឃើញថាវាទូចមែនទែនប៉ុន្តែបើមើលនឹងភ្នែកផ្ទាល់បងប្អូនគឺធំខ្លាំងមែនទែនកន្លែងបាក់ហើយបើសិនជាសួរថាគ្រាន់តែភ្នំបាក់មានរឿងអីបងប្អូនបើសិនជាយើងគិតតាមបែបធម្មជាតិណាបាទគឺវាគ្រាន់តែជាការបាក់ដីបាក់អីទេតែបើយោងទៅតាមជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនេះគឺជាប្រផ្នូលមិនល្អនោះទេហើយខ្ញុំបានអាននៅប្រវត្តិរបស់លោកតាសួងហើយក៏បានអានផុសមួយរបស់លោកអ៊ុនសវណ្ណាអញ្ចឹងខ្ញុំនឹងដាក់ឲ្យបងប្អូនបានអានបន្តទៀតព្រោះនៅក្នុងវីដេអូនេះខ្ញុំអត់បានអានទាំងស្រុងទេដោយខ្ញុំសង្ខេបខ្លីៗនៅលើការផុសរបស់លោកអ៊ុំបាននិយាយថានៅក្នុងឆ្នាំ1969នៅពេលនោះភ្នំត្បែងមានផ្នែកមួយបានបាក់ដីស្រុតចុះមកចំណែកឯលោកតាសួងដែលកំពុងតែបួសរៀននៅឯវត្តគូលែនជើងព្រហ្មទេពគាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរអាកប្បកិរិយាភ្លាមតែម្ដងដោយគាត់មិននិយាយស្ដីរកអ្នកណាទាំងអស់ក្រោយមកគាត់ក៏បានប្រាប់លោកអ៊ំអាចារ្យម្នាក់ដោយបានប្រាប់ថាប្រទេសខ្មែររបស់យើងនឹងមានកលយុគនាពេលឆាប់នេះការផលិតវីដេអូនេះឡើងមិនមានគោលបំណងដើម្បីបំផិតបំភ័យបងប្អូនយើងឬក៏ឲ្យបងប្អូនយើងនឹងជឿថាប្រទេសខ្មែរយើងអាចនឹងកើតមានសង្គ្រាមនោះទេការផលិតវីដេអូនេះឡើងគឺយោងទៅតាមប្រវត្តិដែលធ្លាប់បានកើតឡើងហើយក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ពិតជាមិនចង់ឲ្យប្រទេសយើងនឹងជួបជាមួយនឹងសង្គ្រាមនោះទេពួកយើងពិតជាបានដឹងហើយថាសង្គ្រាមពិតជាមិនបានផ្ដល់នូវគុណសម្បត្តិអ្វីទល់តែសោះទៅដល់ប្រទេសយើងឬក៏ប្រទេសណាក៏ដោយឲ្យតែមានសង្គ្រាមក្រោយមកខ្ញុំក៏បានត្រឡប់មកកាន់ទីរួមស្រុកគូលែនវិញហើយក៏បានចូលទៅធ្វើការបួងសួងនៅឯរវង់មូលដែលមានរូបសំណាករបស់លោកតាសួងធ្វើការបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនសូមឲ្យប្រទេសខ្មែរយើងមានតែសុខសន្តិភាពជារៀងរហូតសូមបួងសួងទៅដល់បងប្អូនវីរៈកងទ័ពនៅឯជួរមុខសូមឲ្យអស់លោកមានសុខភាពល្អក៏ដូចជាជោគជ័យនៅគ្រប់ភារកិច្ចទាំងអស់បើសិនជាមានរឿងហេតុណាកើតឡើងសូមឲ្យបងប្អូនវីរៈកងទ័ពយើងយកឈ្នះទៅលើមារសត្រូវដែលចង់ផ្ចេះផ្ចាញ់ឬក៏ចង់បានទឹកដីរបស់ប្រទេសខ្មែរយើងក្រោយមកខ្ញុំក៏បានធ្វើការមកបន់ស្រន់បួងសួងនៅឯកន្លែងដែលលោកតាសួងគាត់បានបួសរៀនគឺនៅឯវត្តគូលែនជើងព្រហ្មទេពនៅទីនេះក៏មានរូបសំណាករបស់លោកតាសួងផងដែរមានរហូតដល់2កន្លែងបើសិនជាបងប្អូនមានជំនឿក៏ដូចជាចង់ធ្វើការបួងសួងដោយខ្ញុំបានធ្វើវត្តថាមិនឃើញជាក់ស្ដែងក៏ដោយប៉ុន្តែពេលខ្លះយើងធ្វើបែបហ្នឹងក៏វាអាចធ្វើឲ្យអារម្មណ៍របស់យើងបានធូរផងដែរអញ្ចឹងបើសិនជាបងប្អូនចង់មកធ្វើការបួងសួងយើងអាចបួងសួងបាននៅឯទីរួមស្រុកគូលែនបងប្អូននៅរវង់មូលក៏បានហើយបងប្អូនអាចជិះទៅខាងជើងប្រហែលចម្ងាយប្រហែលជា300ម៉ែត្រទេពីរវង់មូលយើងនឹងមកដល់វត្តគូលែនជើងព្រហ្មទេពដែលជាកន្លែងរបស់លោកតាបានបួសរៀនសូត្ររហូតដល់មានចំណេះដឹងជាចុងក្រោយខ្ញុំបាទសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះតាមពីដើមរហូតដល់ចប់បញ្ជាក់ម្ដងទៀតខ្ញុំធ្វើវីដេអូនេះឡើងមិនមានគោលបំណងបំផិតបំភ័យបងប្អូនឲ្យជឿខ្ញុំនោះទេអញ្ចឹងអ្វីក៏ដោយបងប្អូនសូមជឿប្រកបទៅដោយបញ្ញាសូមអរគុណ